សួស្តីអ្នកនាងស្វាគមន៍មកកាន់ខ្ញុំម៉ៅវឌ្ឍនធីបសារជាថ្មីបាទអញ្ចឹងបន្ទាប់ពីបាទខ្ញុំបានរយៈតែសារតែខ្ញុំមានធ្វើតខ្លួនអញ្ចឹងថ្ងៃនេះខ្ញុំមាននៅជាប្រភេទ app មួយដែលបងប្អូនយើងភាគច្រើនគាត់ចូលចិត្ត download ជាវីដេអូចេញពី YouTube ឬក៏ Facebook TikTok ជាដើមអញ្ចឹងគាត់ពិបាកនៅក្នុងការ download មកវាអត់ច្បាស់ហើយវាជាប់ logo ពីខាង TikTok មកទៀតអញ្ចឹងខ្ញុំសូមណែនាំក៏ដូចជាចែកម្លែកនៅ app មួយដែលមានឈ្មោះថា Unisaver ដែលវាងាយស្រួលនៅក្នុងការ download ពី Facebook TikTok ក៏ដូចជា YouTube ជាដើមវាមានច្រើនអញ្ចឹងកុំឲ្យខាតពេលយូរជាដំបូងបងប្អូនត្រូវចូលមកកាន់ App Store មកសម្រាប់បងប្អូនយើងដែលគាត់ប្រើ Android គាត់អាចចូលទៅកាន់ Play Store បាន search ពាក្យថា Unisaver បងប្អូនបាយខ្ញុំUnisaver អូខេយើងវាយអញ្ចឹងមកអញ្ចឹងវាបង្ហាញឲ្យយើងនេះបងប្អូននេះវាហូបសញ្ញាដូចកងចាក់វល់ហ្នឹងបងប្អូនចូលមកដល់ហើយវាបងប្អូនចុច download វាមកនេះខ្ញុំ download ហើយវាចុចវាឲ្យយើងដាក់ពាក្យ open អូខេអញ្ចឹងបន្ទាប់ពីបងប្អូន down ហើយយើងត្រូវចូលទៅកាន់ខ្ញុំប្រាប់ពីរបៀបប្រើប្រាស់របស់វាទៀតអញ្ចឹងពេលបងប្អូន down ហើយអស់បងប្អូនចុចចូលទៅនឹងមកចឹងវាចេញដោយសារតែ app ហ្នឹងវាងាយស្រួលហើយវាអត់មានហានិភ័យតាក់ទងទៅនឹងវាជាប់មេរោគឬក៏អីដែលលក្ខណៈវាអាចធ្វើឲ្យទូរស័ព្ទបងប្អូនមានបញ្ហាបានបាទអញ្ចឹងនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងហើយវាចេញឲ្យយើងច្រើននេះ seed ហ្នឹងមានន័យថាកន្លែងដែលយើងអាច download បានពី YouTube ពី Twitch ពីច្រើនមែនទែនពី Outlook ពីអីពី TikTok អី Facebook អី X អីបានច្រើនយើងអាច download បានហើយវាងាយស្រួលហ្មងគ្រាន់តែយើងចុច down ទៅហើយឥឡូវហ្នឹងខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាពីរបៀប download វិញអញ្ចឹងខ្ញុំសូមចូលទៅក្នុង Facebook ហើយខ្ញុំសូមយក link មួយខ្ញុំចង់បានវីដេអូមួយនេះអញ្ចឹងគ្រាន់តែខ្ញុំចុចលើនេះមកហើយខ្ញុំក៏ចុចពាក្យ copy មកអូខេបន្ទាប់មកខ្ញុំត្រូវចូលមកកាន់ app យើងវិញបងប្អូនចុចលើនឹងមួយឬបងប្អូនចុចលើអាកន្លែងគៀនសញ្ញា search នេះវាមានពាក្យដូចសភៅរូបដូចសភៅយើងចុចលើនឹងមួយមកអូខេហើយវាចុចពាក្យថាdon't allow pass ហើយ allow pass អូខេយើងចុច allow pass មកហើយយើងចុចពាក្យ search នេះរូបសញ្ញាកោយ slot អូខេហើយយើងចុចពាក្យថា quick download អូខេអញ្ចឹងវាពង search ឲ្យយើងវាលឿនសម្រាប់អ៊ីនធឺណិតយើងមុំក៏យើងអាច download បានដែរវាលឿនសម្រាប់ app មួយនេះវាស្រួលក្នុងការប្រើប្រាស់ខ្ញុំប្រើ app នឹងមួយរយៈដែរវាមើលទៅស្រួលប្រើវាអត់មានបញ្ហាអីក៏ខ្ញុំrecommend បងប្អូនអរគ្នាខ្ញុំចែកម្លែកបងប្អូនអរគ្នាប្រើទៅបាទអញ្ចឹងយើងចាំវាបន្តិចវាលឿនយឺតអាស្រ័យទៅលើទៅ home វីដេអូដែរហើយតាមវីដេអូខ្លះដោយវីដេអូនេះវាមានបញ្ហាលក្ខណៈគេបិទអត់ឲ្យយើង download អញ្ចឹងយើងទៅរកវីដេអូណាដែលគេឲ្យយើង download ទៅហើយខ្ញុំសុំរកវីដេអូថាវីដេអូពីច្រើនវីដេអូបែបហ្នឹងគេមិនសូវឲ្យយើង download ទេដោយសារជាកម្មសិទ្ធិរបស់គេអញ្ចឹងយើងឥឡូវខ្ញុំសាកវីដេអូមួយទៀតយើងលុបចោលយើងផាសវាសាថ្មីមកបងប្អូនអាច download បានយើង download វីដេអូណាដែលវារៀងនេះទៅជួនកាលវីដេអូខ្លះវាជាកម្មសិទ្ធិរបស់គេអញ្ចឹងគេអាចឲ្យយើង download យកមកផុសតឬក៏អីបានទេអូខេអញ្ចឹងវីដេអូនេះយើងអាចនេះបានយើងអាច save បាននេះអញ្ចឹងពេល save បានគឺវាដេញដើរកន្លែងហ្នឹងទៀតយើងអូសមកខាងក្រោមវាពងអូតូនេះឲ្យយើងវាពង upload វីដេអូឲ្យយើងអញ្ចឹងបងប្អូនចុចលើពាក្យ download now នេះអញ្ចឹងពាក្យថា quick download នេះមកផ្លែពេញបាទ The three biggest iPhone mistakes មានពាណិជ្ជ people កម្ម keep តិចដោយ making. សារតា Mistake number 1 is manually deleting photos one by one. Mistake number 2 is uninstalling all the apps. Mistake number 3 is paying for extra មកប្រើប្រាស់បានអូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំ download បានហើយនៅក្នុង photo របស់ខ្ញុំអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនយើងដែលគាត់មកថ្មីគាត់អត់ទាន់បាន subscribe channel ខ្ញុំបងប្អូនជួយ subscribe មួយទៅ
ខ្ញុំនឹងព្យាយាមចេញនៅមេរៀនថ្មីៗក៏ដូចជាគន្លឹះថ្មីៗដែលខ្ញុំបានរកឃើញដែលជាបងប្អូនដែលគាត់អត់ដឹងហើយសម្រាប់បងប្អូនដែលគាត់ដឹងហើយក៏អធ្យាស្រ័យដែរខ្ញុំនេះចែកម្លែកសម្រាប់បងដែលគាត់អត់ទាន់ដឹងអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណ